hoa thì mà phải phèm kèm bị thường này năm phi bọn nó phải phèm chẳng như mà mơ graph từ lại hai chơi mi từ ngọc nhé nhưng kinh ta từ lại mi bà chặt tăngពីថ្ងៃទី14 ខែបាទនេះថ្ងៃទី16ខែមិថុនាមកគឺតម្លៃមាសវាបង្ហាញថាមានការធ្លាក់ចុះបាទធ្លាក់ចុះបាទនេះគឺជា down trend របស់មាសហើយយើងឃើញថានៅការពីម្សិលមិញបាទថ្ងៃទី24គឺតម្លៃមាសធ្លាក់ទៅដល់បាទតម្លៃ32.97ដែលជាតម្លៃទាបការពីថ្ងៃទី9ខែថ្ងៃ9ខែ6បាទខ្ញុំដាក់ array មួយសិនបាទនេះគឺតម្លៃទាបអញ្ចឹងយើងឃើញថាឥឡូវនេះមាសកំពុងតែវាបង្កើត candlestick ដែលវាបង្ហាញពី signal ឡើងទៅលើវិញបាទគឺ bullish momentum ខ្ញុំដាក់ trend line មួយបន្ថែមទៀតបាទអញ្ចឹងយើងឃើញថាបើសិនជាតម្លៃមាសបាទមកដល់កន្លែងនេះបើសិនជាតម្លៃមាសវាទៅឡើងទៅដល់ path resistance 1កន្លែងនេះខ្ញុំនឹងឲ្យធ្វើការ sell ខ្លីៗមួយតែបើសិនជាវាចុះមកបានតែ3-4លេខយើងកាត់ចំណេញដើម្បីរងចាំទៅដល់ resistance 2ដែលជាតម្លៃសុវត្ថិភាពក្នុងការជួញដូរបាទនេះបាទក្នុងការជួញដូរក្នុងការសេចុះហើយបើសិនជាមាសបច្ចុប្បន្នវាបើសិនជាវាប៉ះទៅដល់ resistance 1ហើយវាធ្លាក់ចុះមកវិញបាទធ្លាក់ចុះមកវិញទៅដល់តម្លៃ support 1មួយនេះខ្ញុំនឹងឲ្យធ្វើការបាទបាយឡើងហើយសម្រាប់បងប្អូនដែលធ្វើការជួញដូរមាសគីឡូខាងក្រៅបាទឥឡូវនេះតម្លៃគឺជាឱកាសល្អក្នុងការទិញមាសគីឡូខាងក្រៅដើម្បីទុករក្សាផលចំណេញពីព្រោះមាសយើងឃើញថាមានព័ត៌មានជាច្រើនបាទហើយថ្ងៃពុធនេះមានថ្ងៃពុធម៉ោង9នេះមានលោក Jerome Powell បាទមានព័ត៌មានពី Federal Reserve ហើយយើងឃើញថាតម្លៃមាសវានឹងមិនទាន់ធ្លាក់ទៅណាឆ្ងាយទេបាទវានៅ ranking 34 33នៅឡើយទេហើយតម្លៃមាសដែលខ្ពស់បំផុតការពីកន្លងទៅហ្នឹងគឺបាទគឺរហូតដល់33,500 $3,500ក្នុងមួយអោនអញ្ចឹងបាទវានៅតែរក្សាតម្លៃនៅមិនទាន់ទៅណាឆ្ងាយទេវានៅចន្លោះស្ទង់34និង33ស្វីងទៅស្វីងមកតាំងពីខែ4មកបាទចឹងយើងនឹងរងចាំមើលព័ត៌មានថ្មីបន្ថែមទៀតជាពិសេសនោះគឺការតាក់ទងជាមួយនឹងសង្គ្រាមនៅមជ្ឈមបូព៌ាគឺអ៊ឺរ៉ង់ជាមួយនឹងអ៊ីស្រាអែលហើយមានការលូកដៃចូលជាមួយនឹងសហរដ្ឋអាមេរិកហើយយើងកំពុងរងចាំមើលថាតើអ៊ឺរ៉ង់គណៈពេលនេះនឹងទប់សភាពការបែបណាគណៈពេលដែលអាមេរិកបានប្រកាសថាអ៊ឺរ៉ង់គឺបត់ឈប់បាញ់បាទហើយតែអ៊ឺរ៉ង់បដិសេធបាទអញ្ចឹងយើងរងចាំមើលព័ត៌មានបន្តទៀតបាទសូមអរគុណ